รื่องในថ្ងៃនេះគាត់ឈ្មោះថាគុណបែស្ដាប់រឿងដែលគុណបែបានប្រាប់ខ្ញុំបន្តទៅក្រោយនេះវាបានកើតឡើងកាលពីប៉ុន្មានឆ្នាំមុនវាជារឿងមួយដែលគុណបែមិនដែលភ្លេចពិតទេសូមបញ្ជាក់បន្តិចថាគុណបែគឺជាស្ត្រីដែលមានអាកប្បកិរិយាខ្លាំងស្រឡាញ់ធ្វើអ្វីម្នាក់ឯងទៅណាមកណាម្នាក់ឯងគាត់មានអារម្មណ៍ថាវាស្រួលជាងក្នុងការធ្វើអ្វីតាមចិត្តខ្លួនឯងដោយមិនចាំបាច់រងចាំឬខ្វល់ខ្វាយពីអ្នកដទៃដោយសារចរិតអាក្រក់របស់នាងបែបនេះតាំងពីកុមារភាពកុមារនឹងមានមិត្តប្រុសជាច្រើនចំណែកមិត្តស្រីរបស់នាងម្នាក់ក្នុងចំណោមនោះប្រហែលជាមិត្តស្រីជិតស្និទ្ធបំផុតរបស់នាងនោះគឺអ្នកហ្វេនិងអ្នកហ្វេនេះជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យអ្នកបែលមានរឿងនេះចង់ប្រាប់អ្នកមនុស្សទាំងពីរអ្នកនេះជាមិត្តស្និទ្ធគ្នាខ្លាំងណាស់ពួកគេស្និទ្ធគ្នាតាំងពីសម័យសិក្សានៅសាកលវិទ្យាល័យប៉ុន្តែពេលរៀនចប់គ្រប់គ្នាបែកបាក់ទៅធ្វើការនៅខេត្តផ្សេងគ្នាដូច្នេះក៏មិនសូវមានពេលជួបគ្នាដូចមុនទេទោះបីជាយ៉ាងណាពួកគេនៅតែទំនាក់ទំនងគ្នាតាមបណ្ដាញសង្គមជានិច្ចពេលកន្លងមកនេះគុណហ្វាតែងយករឿងស្នេហាជាមួយគូស្នេហ៍របស់គាត់មកពិភាក្សាជាមួយគុណបែញឹកញាប់គុណហ្វានិងគូស្នេហ៍របស់គាត់មានបញ្ហាខឹងស្រួលគ្នាមករយៈពេលមួយរួចហើយដូចជាធ្លាប់នៅលីបែកគ្នាច្រើនដងផងដែរគុណបែបផ្ទាល់ក៏បានស៊ូស្ដាប់រឿងស្នេហ៍របស់គេមកយូរហើយមិនដឹងថាប៉ុន្មានដងហើយរហូតមានថ្ងៃមួយគុណហ្វាបានទូរស័ព្ទមកហៅបង្រៀនថាគាត់បានបែកជាមួយគូស្នេហ៍របស់គាត់ពិតហើយប្រហែលជាមិនត្រឡប់ទៅស្និទ្ធជាមួយគ្នាវិញទេព្រោះនៅពេលនោះគូស្នេហ៍របស់គាត់បានបង្ហាញសាធារណៈថាមានស្រីថ្មីរួចរាល់ពេលនិយាយចប់គុណហ្វាក៏យំខ្លាំងណាស់ដោយសារតែគុណបែជាមិត្តស្និទ្ធនិងជាមិត្តស្រីតែមួយគត់របស់គុណហ្វាផងដែរដូច្នេះគាត់ក៏ព្រួយចិត្តខ្លាំងណាស់ចំពោះមិត្តរបស់គាត់ចម្រុងពេលនោះគាត់ក៏ទើបតែចាក់ចេញពីការងារចាស់ហើយកំពុងស្វែងរកការងារថ្មីផងដែរដូច្នេះវាបានคล้ายជាពេលដែលគាត់មានពេលទំនេរយូរមួយគាត់ក៏គិតថាវាជាឱកាសល្អមួយដែរបន្ថែមពីនេះគុណហ្វាក៏ទើបតែបែកជាមួយគូស្នេហ៍ផងដែរហើយមើលទៅដូចជាគាត់កំពុងពិបាកទទួលយករឿងនេះដូច្នេះគុណបែកគិតថាពេលទំនេរនេះហើយជាឱកាសល្អសម្រាប់គាត់ទៅទស្សនាមិត្តនៅខេត្តផ្សេងនៅដំបូងគុណបែគាត់បានផែនការថានឹងចេញពីផ្ទះប្រហែលម៉ោង 9 ព្រឹកដើម្បីឲ្យទៅដល់ផ្ទះគុណហ្វាចំម៉ោងរសៀលបន្តិចតែគាត់មានការងារសំខាន់មួយកើតឡើងដូច្នេះគាត់ចេញពីផ្ទះយឺតបន្តិចដំបូងគាត់ក៏មិនបានគិតអ្វីច្រើនទេគិតថាមិនគួរតែមានបញ្ហាអ្វីទេខណៈពេលកំពុងបើកឡានបានបន្តិចពេលថ្ងៃត្រូវបានបំលែងទៅជាពេលល្ងាចផែនការដំបូងគឺចេញពីផ្ទះព្រឹកតែពេលមានការងារចាំបាច់ក៏ត្រូវចេញពេលរសៀលបើកឡានបានមួយរយៈវាក៏คล้ายជាពេលល្ងាចទៅហើយល្ងាចថ្ងៃនោះគាត់ចាំបានច្បាស់ថាមេឃមើលទៅស្រអាប់ស្រអួនហើយព្រះអាទិត្យក៏ជិតលិចហើយគុណបែក៏បើកឡានតាមផ្លូវធម្មតាប្រហែលម៉ោង 5 កន្លះល្ងាចមិនទាន់ដល់ពាក់កណ្ដាលម៉ោងទេគាត់ក៏ជិតដល់ផ្ទះគុណហ្វាតែស្រាប់តែឡានដែលគាត់កំពុងបើកដូចជាបើកទៅបុកអ្វីមួយអារម្មណ៍នៃការបើកឡានបុកអ្វីមួយនោះវាធ្វើឲ្យមានសំឡេងច្បាស់ក្នុងឡានដល់ថ្នាក់ដែលគុណបែដែលជាអ្នកបើកក៏មានអារម្មណ៍ភ្ញាក់ផ្អើលចិត្តគាត់ក៏ភ័យមុននឹងបន្ថយល្បឿនឡានហើយបញ្ឈប់ឡានជំហានផ្លូវដំបូងគាត់គិតថាប្រហែលជាគាត់បានបុកសត្វមួយឬបុកឆ្កែឬឆ្មាប៉ុន្តែចុះទៅមើលគាត់ឃើញថាអ្វីដែលគាត់បានបុកនៅជំហានផ្លូវនោះគឺជារូបតុក្កតាមួយវាជារូបតុក្កតាក្មេងស្រីតូចមួយស្លៀកខោអាវពណ៌ក្រហមដែលខាងឆ្វេងរបស់តុក្កតានោះធំជាងបន្តិចមិនមែនតូចដូចតុក្កតាបាប៊ីទេតុក្កតាដែលគាត់បានបុកនោះត្រូវបានបុករហូតស្មើហើយក៏ក្រឡាប់មកជាប់នៅខាងក្រោមរថយន្តរបស់អ្នកបែបផងដែរនៅពេលដំបូងគាត់មានអារម្មណ៍ស្រួលចិត្តណាស់ព្រោះគាត់មិនបានបុកឆ្កែឬឆ្មាទេពេលឃើញថាវាជាតុក្កតាគាត់ក៏ទាញតុក្កតានោះចេញពីកង់រថយន្តហើយបោះចោលនៅជំហានផ្លូវដោយមិនគិតអ្វីទេមុនពេលគាត់សម្រេចចិត្តបើករថយន្តបន្តទៅមុខបន្ទាប់មកបើករថយន្តបានមិនដល់10នាទីទេមុនពេលទៅដល់ផ្ទះអ្នកស្រីហ្វាអ្នកស្រីបែក៏សង្កេតឃើញថានៅជំហានផ្លូវមានមនុស្សកំពុងដើររួចពេលបើកទៅជិតកាន់តែច្រើនគាត់ក៏ឃើញថាមនុស្សនោះជាស្ត្រីម្នាក់ជាមួយក្មេងស្រីតូចម្នាក់កំពុងកាន់ដៃគ្នាដូចជាម្ដាយកាន់ដៃកូនដើរតាមផ្លូវចំណែកក្មេងស្រីនោះមើលតាមភ្នែកហើយប្រហែលមានអាយុប្រហែល5 ឬ 6 ឆ្នាំក្មេងស្រីនោះតូចណាស់ហើយក៏ដើរដោយមិនស្លៀកស្បែកជើងផងដែរពេលឃើញបែបនោះអ្នកស្រីបែក៏មិនបានគិតអ្វីច្រើនទេព្រោះនៅពេលនោះវានៅមិនទាន់ល្ងាចទេមេឃក៏នៅតែភ្លឺស្រទន់ដូច្នេះវាជារូបភាពមួយដែលមិនគួរឲ្យភ័យខ្លាចអ្វីទេតែស្រាប់តែមានអ្វីមួយកើតឡើងដោយមិនដឹងថាហេតុអ្វីនៅក្នុងពេលវេលាខ្លីខណៈដែលអ្នកស្រីបែបើករថយន្តទៅជិតនោះគាត់បានបញ្ឆិតភ្នែកឃើញអ្វីមួយដែលក្មេងស្រីនោះកាន់នៅក្នុងដៃវាជារូបតុក្កតាមួយដែលស្លៀកអាវពណ៌ក្រហម
រូបតុក្កតានោះវាដូចជារូបតុក្កតាដែលមុននេះបន្តិចអ្នកស្រីបែបបានបើករថយន្តបុកហើយបោះចោលចូលក្នុងព្រៃស្មៅពេលឃើញបែបនោះចិត្តគាត់ស្ទើរតែធ្លាក់ចុះភ្លាមគាត់គិតថាហេតុអ្វីវាស្របពេលប្រើបែបនេះរហូតដល់ថ្នាក់អ្នកស្រីបែបបានបញ្ចេញពាក្យបំពានមួយដោយមិនដឹងខ្លួនពេលឃើញបែបនោះគាត់ភ្ញាក់ផ្អើលណាស់ប៉ុន្តែមិនបានបញ្ឈប់រថយន្តទេមុនពេលគាត់បន្តបើករថយន្តឆ្លងកាត់ទៅយ៉ាងយឺតការសង្ស័យនោះវានៅតែមិនទាន់បាត់បង់ទៅណាទេគាត់បានបង្វិលមើលកញ្ចក់ខាងក្រោយហើយសង្ឃឹមថានឹងឃើញអ្វីមួយដែលអាចជួយបកស្រាយអំពីអ្វីដែលកំពុងកើតឡើងពេលគាត់មើលទៅគាត់ក៏នៅតែឃើញម្ដាយកូននោះពីរនាក់កំពុងដើរនៅចំហៀងផ្លូវដដែលមិនមានអ្វីប្លែកប្រក្រតីទេទាំងមុខមាត់និងសម្លៀកបំពាក់របស់ទាំងពីរនាក់ក៏មើលទៅធម្មតាមិនមានអ្វីប្លែកដូចដែលអ្នកស្រីបែកគិតនៅដើមឡើយនៅក្នុងចិត្តរបស់គាត់ពេលនោះគាត់ក៏គិតថាវាអាចជាការប្រហែលតែជាអកុសលប៉ុណ្ណោះប្រហែលជាវាជារូបតុក្កតាដែលមានមុខមាត់ដូចគ្នាប៉ុណ្ណោះក៏បានបន្តមកមិនយូរប៉ុន្មានបន្ទាប់មកអ្នកស្រីបែក៏បើករថយន្តទៅដល់ផ្ទះអ្នកស្រីផាដល់ផ្ទះអ្នកស្រីផាបានតិចអ្នកស្រីក៏ទៅអង្គុយនិយាយជាមួយមិត្តភ័ក្តិដូចធម្មតាបន្ទាប់មកអ្នកស្រីផាក៏ចាប់ផ្ដើមប្រាប់បញ្ហារបស់គាត់ឲ្យមិត្តភ័ក្តិស្ដាប់ប្រាប់ទៅយំទៅអ្នកស្រីបែម្ចាស់រឿងក៏សោកស្ដាយមិត្តភ័ក្តិខ្លាំងណាស់ព្រោះគាត់ដឹងថាមិត្តភ័ក្តិរបស់គាត់ក៏ត្រូវឆ្លងកាត់រឿងរ៉ាវជាច្រើនដូចគ្នាទាំងពីរអ្នកនិយាយគ្នាយូររហូតដល់2ម៉ោងពួកគេនិយាយគ្នាពីរឿងសង្សាររឿងជីវិតផ្ទាល់ខ្លួនហើយក៏ចាប់ផ្ដើមបញ្ចេញអារម្មណ៍ទាំងអស់ដែលបានសន្សំទុកក្នុងចិត្តចេញផងដែររហូតដល់អ្នកស្រីផាគាត់ចាប់ផ្ដើមមានអារម្មណ៍ប្រសើរឡើងបន្តិចបន្ទាប់ពីយំមិនឈប់រយៈពេលជាច្រើនម៉ោងឥឡូវនេះហាក់ដូចជាអារម្មណ៍ធូរស្រាលឡើងពេលនិយាយគ្នារហូតដល់ទាំងពីរអ្នកនឿយហត់ក៏សម្រេចចិត្តថានឹងចេញទៅរកអ្វីមួយបរិភោគខាងក្រៅផ្ទះដើម្បីជួយឲ្យអ្នកស្រីផាអារម្មណ៍ប្រសើរឡើងអ្នកស្រីបែលហើយជាអ្នកស្ម័គ្រចិត្តបើករថយន្តនាំមិត្តភ័ក្តិចេញទៅបន្ទាប់ពីទាំងពីរអ្នកចេញពីផ្ទះទៅដល់មាត់ផ្លូវមុននឹងឆ្លងកាត់ភូមិអ្នកស្រីបែលក៏សង្កេតឃើញថាមុខផ្ទះមួយកំពុងរៀបចំពិធីបុណ្យសពហើយវាជារឿងធម្មតាសម្រាប់មនុស្សនៅជនបទស្ដាប់អ្នកស្ដាប់ទាំងអស់គ្នាពួកគេជាញឹកញាប់រៀបចំពិធីបុណ្យសពនៅផ្ទះប្រសិនបើជាមនុស្សក្រុងបាងកកឬមនុស្សនៅទីក្រុងឬសូម្បីតែអ្នកនៅជុំវិញក្រុងតាមដែលឃើញភាគច្រើនពួកគេនឹងរៀបចំពិធីបុណ្យសពនៅវត្តមែនទេតែសម្រាប់ជនបទពួកគេជាញឹកញាប់រៀបចំពិធីបុណ្យសពនៅផ្ទះហើយហៅថាផ្ទះបុណ្យនៅពេលនោះអ្នកស្រីបែលក៏មិនបានគិតអ្វីច្រើនទេតែពេលដែលនាងឃើញមនុស្សចម្លែក2នាក់នៅក្នុងពិធីបុណ្យសពនាងក៏ឈប់មើលព្រោះមនុស្ស2នាក់ដែលនាងឃើញឈរនៅក្នុងពិធីបុណ្យសពនោះនាងមានអារម្មណ៍ថាហេតុអ្វីមុខមាត់ពួកគេដូចជាធ្លាប់ឃើញណាស់មើលទៅមកនាងក៏ចាំបានថាមនុស្ស2នាក់ដែលឈរនៅមុខពិធីបុណ្យសពនោះគឺជាម្ដាយនិងកូនស្រី2នាក់ដែលអ្នកស្រីបែទើបតែបើករថយន្តឆ្លងកាត់មកមុននេះបន្តិចនៅពេលដែលទៅផ្ទះអ្នកស្រីហ្វាដំបងទាំង2នាក់នោះក៏នៅតែស្លៀកពាក់ដូចដើមហើយអ្វីដែលសំខាន់នោះគឺក្មេងស្រីអាយុ5ឆ្នាំនោះក៏នៅតែកាន់តុក្កតាដែលស្លៀកអាវក្រហមនៅក្នុងដៃដូចដើមពេលឃើញបែបនោះអ្នកស្រីបែក៏មានអារម្មណ៍ស្រួលចិត្តឡើងបន្តិចព្រោះនាងគិតថាម្ដាយនិងកូនស្រីគូនេះប្រហែលជាភ្ញៀវជិតផ្ទះរបស់អ្នកស្រីហ្វានេះហើយអ្នកស្រីបែក៏គ្រាន់តែជាអ្នកចៃដន្យជួបពួកគេប៉ុណ្ណោះនាងក៏លួចសើចខ្លួនឯងក្នុងចិត្តផងដែរតែខ្លួនឯងភ័យខ្លាចរឿងមិនចាំបាច់បន្ទាប់មកនាងក៏និយាយក្នុងចិត្តថានេះមនុស្សវាក៏ខ្មាច់ណាស់ជាមួយនឹងការរអិលក្បាលបន្តិចព្រោះមានអារម្មណ៍សើចខ្លួនឯងបន្ទាប់ពីអ្នកស្រីបែនាំអ្នកស្រីហ្វាទៅរកអ្វីមួយបរិភោគខាងក្រៅផ្ទះពេលវេលាក៏កន្លងផុតទៅរហូតដល់ប្រហែលម៉ោង 5-4 យប់ជាងដែលជាពេលដែលទាំងពីរត្រូវតែត្រឡប់ទៅផ្ទះវិញហើយប្រកាសណាស់ផ្លូវត្រឡប់ទៅផ្ទះនោះត្រូវឆ្លងកាត់ផ្ទះដែលមានពិធីបុណ្យសពមួយអ្នកស្ដាប់ផងដែរពេលត្រឡប់ទៅផ្ទះក៏ត្រូវឆ្លងកាត់ផ្ទះដែលមានពិធីបុណ្យសពដែរនោះដែរនៅពេលត្រឡប់ទៅផ្ទះវិញអ្នកស្រីបែមើលទៅដូចជាមានអារម្មណ៍ចង់ដឹងអ្វីមួយឡើងមកនាងក៏សួរអ្នកស្រីហ្វាទៅថាផ្ទះនេះជាភ្ញៀវជិតផ្ទះរបស់អ្នកឬជាតំបន់របស់អ្នកឬទេហើយអ្វីមនុស្សមកចូលរួមពិធីច្រើនដល់តែនេះគឺសួរទៅបែបមិនមានគោលបំណងអ្វីទេតែចម្លើយដែលទទួលបានពីអ្នកស្រីហ្វានោះអ្នកស្រីហ្វានាងឆ្លើយតបថាពិតណាស់នាងក៏ត្រូវទៅរួមពិធីដែរតែគ្រាន់តែយប់ដំបូងនាងបានទៅរួចហើយដូច្នេះនាងគ្រោងថាស្អែកទៅពិធីដុតសពតែម្ដងទៅព្រោះថាឥឡូវនេះចិត្តរបស់នាងមិនទាន់ស្រួលចិត្តសោះហើយមានអ្វីមួយទៀតគឺផ្ទះដែលមានពិធីសពនេះមិនមែនជាគ្រួសាររបស់នាងទេហើយនាងក៏មិនស្និទ្ធស្នាលជាមួយគេដែរប៉ុន្តែបើនិយាយទៅវិញវាក៏គួរឲ្យសោកស្ដាយដែរព្រោះអ្នកដែលស្លាប់គឺជាម្ដាយនិងកូនម្នាក់ហើយកូនដែលស្លាប់ជាមួយម្ដាយរបស់គាត់ក៏មានអាយុតិចណាស់មានអាយុត្រឹមតែ6ឆ្នាំប៉ុណ្ណោះទាំងពីរម្ដាយកូនត្រូវរថយន្តបុកស្លាប់នៅច្រកចូលភូមិនេះផងដែរនៅពេលដែលអ្នកបែបបានរឿងដែលអ្នកផាអ្នកបែបទទួលសារពិតថាគាត់មានអារម្មណ៍ភ័យហើយសក់ក្រញូតឡើងនៅទីនោះតែម្ដងគាត់បានសួរឡើងវិញទៅអ្នកផាម្ដងទៀតដើម្បីប្រកាសថាអ្នកដែលស្លាប់គឺជានរណាតែអ្នកផាក៏បញ្ជាក់ដោយថា
ជាម្ដាយនិងកូនម្នាក់ម្ដាយប្រហែលមានអាយុប្រហែល30ឆ្នាំចំណែកកូនប្រហែលមានអាយុប្រហែល5ឆ្នាំប៉ុណ្ណោះរឿងកើតឡើងនៅយប់នោះបន្ទាប់ពីបានត្រឡប់មកដល់ផ្ទះលោកស្រីហ្វានិងលោកស្រីបែលក៏មិនទាន់ប្រាប់រឿងដែលបានជួបប្រទះនៅលើផ្លូវឲ្យមិត្តភក្តិស្ដាប់ទេព្រោះនាងគិតថាវាហាក់ដូចជាយប់ហើយដូច្នេះសម្រេចចិត្តថាស្អែកព្រឹកនឹងប្រាប់មិត្តភក្តិវិញមួយចិត្តទៀតនាងក៏ចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចដែរព្រោះនាងគិតឡើងបានថាម្ដាយកូនដែលបានជួបមុននេះប្រហែល 80% មិនមែនជាមនុស្សពិតទេហើយនៅយប់នោះខណៈពេលដែលនាងកំពុងដេកនៅផ្ទះខុនហ្វានិងខុនបែលស្រាប់តែនាងយល់សប្តាហ៍នាងកំពុងបើកបរនៅលើផ្លូវមួយប៉ុន្តែភ្លាមនោះនាងក៏បានឃើញនារីម្នាក់ឈរនៅមុខនាងមុនពេលដែលនារីក្នុងសុបិនរបស់នាងបានគ្រវីឡានហាក់ដូចជាចង់ឲ្យអ្នកបែលឈប់ក្នុងសុបិននាងបានសម្រេចចិត្តឈប់ឡានហើយពេលរថយន្តឈប់ស្ត្រីនោះក៏ស្ទុះចូលក្នុងរថយន្តខណៈដែលខ្លួនឯងមិនទាន់បានបើកទ្វារទេឬសូម្បីតែរថយន្តដែលបើកបង្អួចក៏រំកិលចុះមកក្រោមស្ត្រីនោះបានលោតមុខចូលមកក្នុងរថយន្តហើយមើលមុខលោកស្រីបែលមុននឹងនាងស្រែកចេញថាអ្នកឲ្យហេតុអ្វីបានយកអីវ៉ាន់កូនខ្ញុំទៅបោះចោលនៅក្នុងសុបិននោះលោកស្រីបែលមិនដឹងទេថាស្ត្រីនោះគឺជានរណាឬអ្វីដែលនាងនិយាយមានន័យដូចម្ដេចអ្វីតែមួយដែលនាងដឹងក្នុងសុបិនគឺនាងមានអារម្មណ៍ភ័យខ្លាចមុននឹងនាងភ្ញាក់ខ្លួនឡើងវិញក្នុងពិភពជាក់ស្ដែងព្រោះថាលោកស្រីហ្វាបានប៉ះខ្នងនាងបន្ទាប់ពីមិត្តស្រីប៉ះលោកស្រីបែលនាងក៏ភ្ញាក់ឡើងហើយបានឃើញមុខលោកស្រីហ្វាហាក់ស្រងោះស្រងូតដូចជាលោកស្រីហ្វាភ័យខ្លាចអ្វីមួយមុននឹងលោកស្រីហ្វានាងនិយាយទៅកាន់លោកស្រីបែលដោយសំឡេងញ៉ាំង៉ក់ថាមុននេះបន្តិចខ្ញុំបានរមាននរណាម្នាក់ហើយឈ្មោះអ្នកនៅមុខផ្ទះហើយភ្លាមដែលលោកស្រីហ្វាហាក់ដូចជាចង់ឡើងទៅមើលតាមបង្អួចគេឃើញថាអ្នកដែលកំពុងហៅឈ្មោះលោកស្រីបែរនៅមុខផ្ទះនោះគឺជាម្ដាយនិងកូនស្រីនោះទេដែលជាម្ចាស់ពិធីបុណ្យសពរបស់អ្នកជិតខាងលោកស្រីហ្វានេះពេលឃើញបែបនោះមិត្តរបស់នាងក៏ភ័យខ្លាចខ្លាំងណាស់មិត្តរបស់លោកស្រីហ្វាបានរត់មកប៉ះលោកស្រីបែរឲ្យភ្ញាក់ឡើងពេលលោកស្រីបែរភ្ញាក់ឡើងនាងក៏លោតមុខទៅមើលតាមបង្អួចដូចដែលលោកស្រីហ្វានិយាយម្ដាយនិងកូនស្រីនោះដែលលោកស្រីហ្វាបានជួបមុននេះបន្តិចក៏បានបាត់ទៅហើយបន្ទាប់ពីលោកស្រីបែរបានរឿងដែលមិត្តនាងប្រាប់នាងក៏មិនអាចលាក់បាំងរឿងដែលបានជួបកាលថ្ងៃត្រង់បានទៀតទេនាងសម្រេចចិត្តប្រាប់រឿងនេះទាំងអស់ឲ្យមិត្តស្រីស្ដាប់ដើម្បីឲ្យមិត្តស្រីយល់អំពីអ្វីដែលកើតឡើងលើខ្លួននាងចាប់តាំងពីពេលដែលនាងបើករថយន្តចូលភូមិហើយបានបុកតុកតាទូនោះមុននឹងជួបម្ដាយនិងកូនស្រីនៅចំហៀងផ្លូវបន្ទាប់មកនាងក៏បានជួបម្ដាយនិងកូនស្រីម្ដងទៀតនៅផ្ទះពិធីបុណ្យសពរហូតដល់នាងបានដឹងថាសពនៅក្នុងពិធីនោះគឺជាម្ដាយនិងកូនស្រីដែលនាងបានជួបមកតាមផ្លូវហើយដោយសារតែបែបនេះហើយលោកស្រីហ្វានិងលោកស្រីបែលនៅយប់នោះទាំងពីរនាក់មិនអាចដេកលក់បានសោះអាចនិយាយបានថាដេកដោយមានការព្រួយបារម្ភគ្នាទាំងយប់ដោយភ័យថានឹងងឺសំឡេងចម្លែកឬមនុស្សណាម្នាក់នឹងមកហើយនៅមុខផ្ទះម្ដងទៀតនៅព្រឹកថ្ងៃបន្ទាប់វាជាព្រឹកមួយដែលរាងកាយរបស់លោកស្រីបែលមានអារម្មណ៍អន់ណាស់ដូចជាមានក្តៅខ្លួនឬមិនស្រួលខ្លួនមុនពេលដែលនាងប្រាប់លោកស្រីហ្វាថានាងនឹងត្រឡប់ទៅផ្ទះឥឡូវនេះព្រោះគិតថានៅទីនេះមិនបានទេចំណែកលោកស្រីហ្វាក៏យល់ដែរហើយនៅពេលដែលលោកស្រីហ្វាដើរចេញមកបញ្ជូនលោកស្រីបែរដល់រថយន្តទាំងពីរនាក់ក៏បានឃើញអ្វីមួយដែលធ្វើឲ្យរោមទាំងពីរឡើងភ្លាមត្រូវតែប្រាប់បែបនេះថាលោកស្រីបែរគឺជាមនុស្សម្នាក់ដែលមិនសូវលាងរថយន្តសោះគឺនាងលាងរថយន្តតែម្ដងប៉ុណ្ណោះហើយព្រោះហេតុនេះដែររថយន្តដែលនាងបើកមកផ្ទះលោកស្រីហ្វានៅខេត្តវិញក៏ពោពេញទៅដោយធូលីដូចរថយន្តដែលមិនទាន់លាងទូទៅមានស្នាមធូលីបាក់ជាប់ពេញរថយន្តអ្វីដែលខ្ញុំបាននិយាយថាទាំងពីរនាក់រោមឡើងនោះគឺពេលដែលទាំងពីរនាក់ចុះមកពីផ្ទះហើយឃើញរថយន្តរបស់លោកស្រីបែរវាបង្ហាញថានៅលើរថយន្តរបស់លោកស្រីបែរមានស្នាមដៃពេញទៅវាជាស្នាមដៃមនុស្សហើយក៏មានស្នាមដៃតូចស្រដៀងនឹងស្នាមដៃក្មេងបញ្ចូលគ្នាជាមួយស្នាមដៃធំផងដែរវាស្រដៀងនឹងស្នាមដៃមនុស្សពេញវ័យបញ្ចូលគ្នាច្របូកច្របល់ពេញរថយន្តទៅអស់ហើយវាមើលឃើញច្បាស់ណាស់ព្រោះរថយន្តរបស់លោកស្រីបែរគឺជារថយន្តពណ៌ខ្មៅដែលមានធូលីបាក់ពេញរថយន្តហើយមានតែស្នាមដៃពេញរថយន្តទៅទាំងអស់ពេលឃើញបែបនោះលោកស្រីបែរមានអារម្មណ៍មិនល្អទេដូច្នេះនាងសុំទឹកពីបំពង់ទឹកផ្ទះលោកស្រីផាមកលាងរថយន្តយ៉ាងប្រញាប់ប្រញាល់ដើម្បីលុកស្នាមដៃលើរថយន្តចេញលាងរួចនាងបើករថយន្តចេញពីផ្ទះមិត្តភ័ក្តិហើយត្រឡប់ទៅផ្ទះខ្លួននៅទីក្រុងបាងកកភ្លាមនៅពេលត្រឡប់មកវិញនោះលោកស្រីបែរក៏ព្យាយាមបំបត្តិគំនិតអំពីរឿងកាលពីយប់មិញឲ្យបានប៉ុន្តែមិនដឹងហេតុអ្វីទោះបីនាងព្យាយាមមិនគិតយ៉ាងណាក៏ដោយរឿងប្លែករបស់ម្ដាយនិងកូនស្រីនោះក៏នៅតែចូលមកក្នុងក្បាលនាងជានិច្ចចំណែកផ្លូវត្រឡប់វិញនោះនាងត្រូវបើករថយន្តឆ្លងកាត់ផ្លូវដដែលដែលជាផ្លូវដែលបានជួបម្ដាយនិងកូនស្រីនោះហើយក៏ជាផ្លូវដដែលដែលនាងបានបុកតុកតាតូចនោះកាលម្សិលមិញផងដែរនៅពេលកំពុងបើករថយន្តត្រឡប់មកវិញបានចម្ងាយមួយភ្នែករបស់លោកស្រីបែរក៏ស្ទើរមើលឃើញអ្វីមួយនៅចំហៀងផ្លូវពេលនាងបង្វិលមកមើលភ្លាម
នាងក៏ឃើញដូចជាមានស្ត្រីម្នាក់កំពុងអង្គុយយ៉ាងទន់ភ្លន់នៅចំហៀងផ្លូវជាមួយនឹងក្មេងស្រីតូចម្នាក់អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺទាំងពីរនាក់អង្គុយនៅកន្លែងដដែលដែលលោកស្រីបែបបានបើកឡានឆ្លងកាត់កាំម្សិលមិញពេលឃើញបែបនោះនាងក៏ដឹងភ្លាមថាអ្វីដែលនាងឃើញនៅមុខនេះគឺជាភ្នែកមើលឃើញខ្មោចជាក់ស្ដែងពេលលោកស្រីបែរឃើញទាំងពីរនាក់នោះវាដូចជាទាំងពីរនាក់ក៏ដឹងខ្លួនផងដែរក្នុងរយៈពេលមួយផ្លែតបន្ទាប់មកម្ដាយនោះក៏លោតឈរឡើងភ្លាមហើយធ្វើអាកប្បកិរិយាដូចជាចង់រត់តាមរថយន្តរបស់លោកស្រីបែរពេលឃើញបែបនោះលោកស្រីបែរក៏ភ័យខ្លាំងណាស់ដោយមិនដឹងខ្លួនបានសង្កត់ជើងវាំងយ៉ាងខ្លាំងដើម្បីឲ្យរថយន្តរបស់នាងផុតចេញពីកន្លែងនោះឲ្យបានលឿនខណៈដែលដៃទាំងពីរដែលកាន់ចង្កូតនៅពេលនោះក៏សាមដោយញើសពេញទៅនៅថ្ងៃនោះបន្ទាប់ពីលោកស្រីបែរត្រឡប់មកដល់ផ្ទះនាងក៏ព្យាយាមធ្វើខ្លួនឲ្យធម្មតាប៉ុន្តែបន្ទាប់មកមានរឿងចម្លែកក៏ចាប់ផ្ដើមកើតឡើងលើនាងបន្តបន្ទាប់ដូចជាករណីយាយនៅជិតផ្ទះនៅថ្ងៃបន្ទាប់យាយនោះបានដើរមករកលោកស្រីបែរហើយសួរថាតើយកចៅមកថែស្រាប់នៅផ្ទះឬហេតុអ្វីបានជាអ្នកទុកឲ្យកូនចៅរត់លេងម្នាក់ឯងនៅពេលយប់វាអាចមានគ្រោះថ្នាក់ណាពេលដែលលោកស្រីបែរបានឮពាក្យនេះពីយាយជិតផ្ទះនាងក៏ភ្ញាក់ផ្អើលភ្លាមព្រោះនាងមិនមានកូនចៅទេហើយវាក៏មិនអាចមានកុមារមករត់លេងនៅផ្ទះនាងបានដែរនាងមិនយល់ថាយាយជិតផ្ទះនោះនិយាយអំពីនរណាទេហើយវាមិនមែនមានតែប៉ុណ្ណោះដែរព្រោះពេលខ្លះនៅពេលនាងស្រមៃឆ្ងាយលោកស្រីបែរក៏ជាញឹកញាប់បានឮសំឡេងមនុស្សហើយឈ្មោះខ្លួនឯងផងដែរហើយវាក៏មិនមែនកើតឡើងតែពេលនាងស្ថិតនៅផ្ទះប៉ុណ្ណោះទេពេលខ្លះទៅផ្សារឬទៅធ្វើការឬកំពុងបរិភោគអាហាររួចស្រមៃឆ្ងាយនាងក៏បានឮសំឡេងដូចគ្នានេះផងដែរហើយមានពេលមួយនៅពេលនោះអ្នកស្រីបែរកំពុងអង្គុយអានសៀវភៅនៅបន្ទប់ទទួលភ្ញៀវជាន់ក្រោមខណៈដែលកំពុងអានសៀវភៅនាងបានឃើញដោយចំហៀងភ្នែកថាមានអ្វីមួយរត់ឆ្លងទៅឆ្លងមកនៅជ្រុងសាឡុងពេលនាងបង្វិលមើលតាមវានោះអ្នកស្រីបែរក៏បានឃើញថាវាជារូបរាងក្មេងតូចម្នាក់ដែលរត់បាត់ភ្លាមនៅពេលនាងបង្វិលមើលនៅពេលនោះនាងទទួលសារភាពថាមានអារម្មណ៍ស្រួយចិត្តខ្លាំងណាស់វាហាក់ដូចជាមានតែអារម្មណ៍ភ័យខ្លាចនិងសង្ស័យពេញផ្ទះទាំងមូលមិនថានាងនឹងផ្លាស់ទីទៅណាឡើយវាមានអារម្មណ៍ដូចជាមាននរណាម្នាក់កំពុងមើលតាមនាងជានិច្ចក្នុងរឿងទាំងមូលនេះគេក៏រកចម្លើយមិនឃើញដែរថាវាជាអ្វីពិតប្រាកដហើយនាងក៏មិនប្រកាសចិត្តថាអ្វីដែលនាងបានឃើញនោះវាមានស្ថិតនៅពិតប្រាកដមែនទេព្រោះរាល់ពេលដែលនាងឃើញវាមិនច្បាស់លាស់ទេហើយក៏មិនអាចកំណត់អ្វីបានសោះសូម្បីតែមួយយ៉ាងផងដែររហូតដល់ថ្ងៃមួយនៅថ្ងៃនោះលោកស្រីបៀមានការចងចាំបានយ៉ាងល្អណាស់ព្រោះវាជាថ្ងៃឈប់សម្រាករបស់នាងផ្ទាល់នាងបានដេកលក់ដោយមិនដឹងខ្លួននៅលើសាឡុងជាន់ក្រោមនៃផ្ទះលើកនេះនាងបានសុបិនម្ដងទៀតហើយក្នុងសុបិននោះនាងកំពុងដើរនៅក្នុងផ្ទះរបស់ខ្លួនមុននាងនឹងបានឮសំឡេងសាច់ក្រឡេកក្រឡាក់ជុំវិញខ្លួនប៉ុន្តែសំឡេងសាច់នោះវិញវាបានផ្លាស់ប្ដូរទៅជាសំឡេងក្មេងដែលដូចជាកំពុងលេងប្រដាប់ប្រដាក្នុងផ្ទះក្នុងសុបិននោះនាងបានដើរតាមស្វែងរកប្រភពសំឡេងថាសំឡេងដែលនាងបានឮនោះវាដំណើរមកពីណារហូតដល់នាងដើរទៅដល់ជណ្ដើរផ្ទះនៅជិតបន្ទប់ទទួលភ្ញៀវហើយបានឃើញក្មេងស្រីម្នាក់ប្រហែល5ឬ6ឆ្នាំកំពុងលេងប្រដាប់ប្រដានៅក្នុងផ្ទះរបស់នាងផ្ទាល់ហើយបាទចាស់អ្វីដែលក្មេងនោះកំពុងលេងគឺជារូបតុក្កតាស្រីស្លៀកខោអាវពណ៌ក្រហមដូចគ្នានឹងក្នុងសុបិនមុននៅពេលនោះនាងចងចាំបានភ្លាមថាអ្វីដែលបានឃើញនេះជាភ្នែកជាក់ស្ដែងមុននាងនឹងភ្ញាក់ភ្នែកឡើងតែអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលជាងនោះទៅទៀតគឺនៅពេលនាងភ្ញាក់ភ្នែកឡើងវិញនាងវិញទៅឈរនៅមុខជណ្ដើរតែម្ដងដូចជាមុននេះនាងចងចាំថានាងគេងលើសាឡុងមែនទេប៉ុន្តែពេលនាងមានស្មារតីឡើងវិញនាងបានដើរមកឈរនៅមុខជណ្ដើរនោះនៅកន្លែងដដែលជាមួយក្នុងសុបិនដែលនាងបានឃើញក្មេងស្រីនោះកំពុងអង្គុយលេងតុក្កតានៅទីនោះនៅពេលនោះលោកស្រីបែរនាងស្រួលចិត្តមិនចេះថាអ្វីដែលនាងទើបតែឃើញមុននេះវាជាអ្វីពិតប្រាកដវាជាសុបិនឬជាការពិតខណៈពេលនាងកំពុងគិតអំពីរឿងនេះភ្នែកនាងបានបញ្ឆិតឃើញអ្វីមួយនៅលើជាន់ខ្ពស់បំផុតនៃជណ្ដើរមុខនាងបានលើកមុខឡើងមើលហើយឃើញច្បាស់ដោយភ្នែកទាំងពីរថាវាជាស្ត្រីនោះមនុស្សដែលជាម្ចាស់ពិធីបុណ្យសពរបស់អ្នកជិតខាងលោកស្រីហ្វានោះផងស្ត្រីនោះកំពុងមើលចុះមកពីជាន់ទី2នៃផ្ទះលោកស្រីបែរមុននឹងនាងដែលចេញបាត់ទៅក្នុងជញ្ជាំងម្ខាងទៀតលោកស្រីបែរនាងទទួលស្គាល់ថានៅពេលនោះនាងមិនដឹងធ្វើអ្វីសោះជើងក៏ខ្សោយរហូតដួលអង្គុយជ្រុះទៅលើដីមុនពេលស្រាប់តែស្ត្រីនោះនិយាយឡើងសំឡេងពេញផ្ទះថាអូនចៅអីរបស់កូនខ្ញុំធ្វើត្រឹមតែប៉ុណ្ណោះលោកស្រីបែរនាងដឹងអស់អំពីរឿងទាំងអស់ភ្លាមនាងសម្រេចចិត្តថានាងត្រូវតែត្រឡប់ទៅយកតុក្កតានោះដែលនាងបានបោះចោលហើយត្រូវយកទៅសង់ឲ្យសាច់ញាតិនៃស្ត្រីនោះឲ្យបានប៉ុន្តែបញ្ហាគឺនាងមិនប្រកាសទេ
អូយតុក្កតាដែលនាងបានបោះចោលទៅនោះវានឹងនៅតែកន្លែងដើមក្នុងព្រៃស្មើដែរឬទេលោកស្រីបែរនាងសម្រេចចិត្តត្រឡប់ទៅកន្លែងដើមដែលនាងធ្លាប់ជួបម្ដាយកូននោះម្ដងទៀតពេលទៅដល់ទីនោះនាងក៏ដើរការស្វែងរកតុក្កតាយូរមួយរយៈហើយចុងក្រោយនាងក៏រកឃើញមែនទែនតុក្កតានោះនៅតែកន្លែងដើមលោកអ្នកស្ដាប់មិនដឹងដូចគ្នាទេថាហេតុអ្វីវានៅតែមិនបាត់ទៅណាបន្ទាប់មកលោកស្រីបែរនាងក៏យកតុក្កតាទៅសង់នៅផ្ទះដែលមានព្រឹត្តិការណ៍នោះវិញមុននឹងទៅនាងក៏ស្នើឲ្យលោកស្រីផាទៅជាមួយជីមិត្តផងដើម្បីឲ្យលោកស្រីផាជួយនិយាយជូនម្ចាស់ផ្ទះនោះសិនព្រោះលោកស្រីបែរមានអារម្មណ៍ថាប្រសិនបើនាងចូលទៅម្នាក់ឯងដោយគ្មាននរណាដែលស្គាល់ទេវាហាក់ដូចជាមើលទៅចម្លែកពេកហើយលោកអ្នកស្ដាប់ជឿទេថាពេលទៅដល់ផ្ទះនោះស្រាប់តែមានមនុស្សម្នាក់ដែលចេញមកទទួលស្វាគមន៍ហើយក៏ទទួលយកតុក្កតានោះទៅដោយមុខមាត់ធម្មតាហើយមនុស្សនោះគឺជាបងប្រុសរបស់ស្ត្រីដែលបានស្លាប់នោះបងប្រុសនោះបានប្រាប់ថាមុននេះប៉ុន្មានថ្ងៃគាត់បានសុបិនឃើញប្អូនស្រីរបស់ខ្លួនមករកហើយប្អូនស្រីនោះបានប្រាប់ក្នុងសុបិនថាមិនយូរទេនឹងមានមនុស្សម្នាក់យកអ្វីមួយមកសង់វិញវាជាអ្វីសំខាន់សម្រាប់កូនចៅនោះហើយនឹងយកមកសង់នៅផ្ទះនេះក្នុងសុបិននោះស្ត្រីនោះក៏បានបញ្ជាក់ជាមួយបងប្រុសរបស់នាងថាបើទទួលបានអ្វីនោះរួចសូមជួយដុតផ្ញើទៅឲ្យកូនចៅផងមុនពេលរូបភាពក្នុងសុបិនរបស់បុរសនោះត្រូវបានផាត់បាត់ភ្លាមដែលអ្នកស្រីបែរបានស្ដាប់រឿងនេះពីបងបុរសនោះគាត់ក៏មានអារម្មណ៍សាច់ដួលទាំងខ្លួនភ្លាមដោយសារតែអ្វីដែលគាត់គិតថាអាចជាការប្រហែលចៃដន្យឬគិតទៅឯងវិញវាដូចជាអ្វីដែលត្រូវគ្នាជាមួយអ្វីដែលបងបុរសនោះបានសុបិនមុននេះពិតប្រាកដណាស់ចាប់តាំងពីថ្ងៃនោះមកមានរឿងចម្លែកជាច្រើនដែលអ្នកស្រីបែរធ្លាប់ជួបប្រទះមិនថាជាសម្លេងចម្លែកឬអារម្មណ៍ចម្លែកដែលដូចជាមាននរណាម្នាក់កំពុងតាមអ្វីទាំងអស់នោះវាបានបាត់បង់អស់ទៅទាំងស្រុងបន្ទាប់មកមិនដែលមានព្រឹត្តិការណ៍ចម្លែកណាមួយកើតឡើងជាមួយជីវិតអ្នកស្រីបែរទៀតឡើយសូម្បីតែម្ដងដូចជាអ្វីទាំងអស់ដែលបានកើតឡើងមុននេះត្រូវបានបិទស្វិចចោលហើយអ្នកស្រីបែរផ្ទាល់ក៏មានអារម្មណ៍ស្រួលចិត្តយ៉ាងខ្លាំងបង្ហាញមិនអស់ពាក្យដូចជាអ្វីដែលនៅសល់ទាំងអស់នោះបានទទួលការដោះស្រាយរួចរាល់ហើយពិតសូមជម្រាបជូនអ្នកស្ដាប់ទាំងអស់គ្នាបទពិសោធន៍នេះវាអាចជាភស្តុតាងដ៏ល្អមួយណាស់ថាវត្ថុខ្លះដែលមើលទៅគ្មានតម្លៃសម្រាប់យើងអាចជាវត្ថុដ៏មានតម្លៃឬថាមានតម្លៃខ្លាំងណាស់សម្រាប់អ្នកដទៃតុក្កតានេះមើលស្រួលទៅវាក៏ដូចតុក្កតាក្មេងលេងធម្មតាទេអ្នកស្រីបែបផ្ទាល់ក៏មិនបានយកចិត្តទុកដាក់អ្វីទេដូចជាការបើកឡានបុកសម្រាមនោះផងពោលតាមត្រង់ប៉ុន្តែផ្ទុយទៅវិញតុក្កតាតូចនេះវាអាចជាវត្ថុដ៏មានតម្លៃខ្លាំងណាស់សម្រាប់ក្មេងនោះដែលបានស្លាប់ឬក៏ជាវត្ថុដ៏មានតម្លៃផ្លូវចិត្តសម្រាប់គ្រួសាររបស់អ្នកស្លាប់ផងដែរនេះហើយជាមូលហេតុដែលនាងនោះបានមកសុំយកវត្ថុវិញសម្រាប់កូនស្រីរបស់នាងតាមពិតទៅការមកទាមទារយកវិញនេះបាននិយាយល្អក៏បានដែរមិនចាំបាច់មកបែបគួរឲ្យភ័យបែបនេះទេមកដល់ផ្ទះបែបនេះក៏មិនចង់ទេគ្រាន់តែចូលសុបិននិយាយល្អថាសូមទៅយកមកសឹងវិញផងក៏បានដែរឬក៏មិនដូច្នេះទេចូលសុបិនទៅរកបងប្រុសរបស់ខ្លួនវិញមែនទេបង្រៀនបងប្រុសរបស់ខ្លួនឲ្យទៅយកវិញផ្ទាល់ទៅចប់រឿងហើយមែនទេអូយដូច្នេះក៏មិនបណ្ដាលឲ្យលោកបែលមានបញ្ហាឡើយប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រសិនបើរឿងវាងាយស្រួលបែបនេះលោកបែលនាងក៏មិនមានរឿងអ្វីមកប្រាប់ខ្ញុំដែរខ្ញុំគិតថាវាអាចជាព្រោះលោកបែលបានបោះបង់វត្ថុមានតម្លៃរបស់អ្នកឧតីចោលដោយមិនគិតអ្វីទេហើយនាងក៏បាននិយាយពាក្យមិនសមរម្យចេញមកផងដែរព្រោះពេលដែលដើរលើវត្ថុនោះឡានវាក៏បាត់សំទល់ឲ្យដែរលោកអ្នកស្ដាប់ឡានវាបានជិះរំលងចេញពីផ្លូវទៅក្រៅតែសំណាងល្អមិនធ្លាក់ចូលស្រែទេលោកបែលនាងប្រាប់ខ្ញុំវាក៏បានខ្លាយថាវិញ្ញាណនោះដូចជាត្រូវបានមើលងាយដោយសារតែវត្ថុមានតម្លៃរបស់គេតែបានខ្លាយជាអីវ៉ាន់អស្ចារ្យសម្រាប់អ្នកដទៃថែមទាំងនិយាយពាក្យមិនសមរម្យដូច្នេះវិញ្ញាណនោះក៏តាមមកដោះស្រាយរឿងនេះវិញហើយអ្នកស្ដាប់ទាំងអស់គ្នាវិញតើអ្នកមានមតិយ៉ាងដូចម្តេចចំពោះរឿងនេះរបស់លោកបែលតើអ្នកគិតថាអ្វីដែលខ្ញុំបានប្រាប់មកមុននេះនិងសេចក្តីសន្និដ្ឋានរបស់ខ្ញុំដែលខ្ញុំគិតឡើងខ្លួនឯងវាជាការពិតឬទេឬមិនដូច្នោះទេអ្នកមានគំនិតផ្សេងអាចបញ្ចេញមកទៅខាងក្រោមបានខ្ញុំនិងក្រុមការងារនឹងឆ្លើយតបមតិរបស់អ្នកគ្រប់សារជាក់ស្ដែងហើយអ្នកស្ដាប់អាចគាំទ្រយើងយ៉ាងងាយស្រួលដោយគ្រាន់តែចុច like វីដេអូនេះឬចែករំលែកទៅកន្លែងណាមួយដែលអ្នកចង់បានឬចុចជីវជាមួយ Channel របស់យើងក៏បានដែរសម្រាប់ថ្ងៃនេះសូមអរគុណច្រើនណាស់ដែលបានស្ដាប់រឿងរហូតដល់ចប់